លោកស្រីវូនអនុប្រធានមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងបានប្រើពាក្យដែលត្រូវបានយល់ថាជាការមើលងាយអ្នកសារព័ត៌មានដោយនិយាយថាគ្មានអីអស្ចារ្យទេសូន្យពាក្យសម្ដីបែបនេះអាចប៉ះពាល់ដល់កិត្តិយសនិងតម្លៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីក្នុងការផ្តល់ព័ត៌មានជូនសាធារណជនសូមអំពាវនាវដល់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យនិងស្រាវជ្រាវលើករណីនេះឲ្យបានច្បាស់លាស់ប្រសិនបើរកឃើញថាមានការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យពិតប្រាកដសូមចាត់វិធានការសមស្របតាមបទបញ្ញត្តិនិងក្រមសីលធម៌របស់មន្ត្រីសាធារណៈដើម្បីរក្សាការគោរពគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហការល្អរវាងមន្ត្រីរាជការនិងអ្នកសារព័ត៌មានយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242